Nelson Mandela គឺជាអ្នកទោសដ៏ល្បីល្បាញបំផុតនៅលើសកលលោកនៅក្នុងបដិវត្តន៍ដឹកនាំដោយលោក Mandela ដើម្បីផ្លាស់ប្ដូរគំនិតនៃការបែងចែកជាតិសាសន៍និងការជិះជាន់ទៅជាសង្គមប្រជាធិបតេយ្យបើកចំហមួយលោកបានបង្ហាញឲ្យយើងឃើញថាលោកពុំត្រឹមតែលើកដៃទាមទារប៉ុណ្ណោះនោះទេតែគុណសម្បត្តិរបស់លោកបានលេចធ្លោជាងគេក្រោយពេលដែលលោកធ្វើជាសកម្មជនម្នាក់គឺនៅក្នុងកំឡុងពេលលោករស់នៅក្នុងគុកអស់រយៈពេល27ឆ្នាំនិងរយៈពេល8ឆ្នាំបន្ទាប់ពីលោកចេញពីគុកនៅពេលលោកព្យាយាមចរចាសុំប្តូរប្រពៃណីមួយកុមារ Horilala Mandela បានចាប់កំណើតនៅក្នុងសហគមន៍ជាជនជាតិស្បែកខ្មៅនៅថ្ងៃទី18ខែកក្កដាឆ្នាំ1918ឈ្មោះដំបូងរបស់គាត់ដែលត្រូវបានគេស្រែកថាជាមនុស្សបង្ករឿងពាក្យ Nelson ត្រូវបានគ្រូបឋមសិក្សាម្នាក់ដាក់បន្ថែមឲ្យដោយមានជំនឿថាវានឹងនាំមកនូវភាពរុងរឿងដូចស្ដេចកុមារភាពរបស់ Mandela ប្រកបដោយជីវិតស្ងប់ស្ងាត់ណាស់ដោយគាត់បានចំណាយពេលវេលាគ្វាគោនិងធ្វើការងារស្រែចម្ការផ្សេងៗរហូតដល់ឪពុករបស់គាត់បានស្លាប់បានជំរុញឲ្យគាត់ធ្លាក់មកស្ថិតនៅក្រោមការឃុំគ្រងរបស់សាច់ញាតិដ៏មានឥទ្ធិពលម្នាក់គឺប្រកាភិបាលស្ដីទីនៃប្រជាជន Tempo ប៉ុន្តែរហូតទាល់តែក្រោយលោកចាក់ចេញពីមហាវិទ្យាល័យសាសនាទូតទើបលោកចាប់ផ្ដើមធ្វើដំណើរដ៏វែងឆ្ងាយឆ្ពោះទៅរកសេរីភាពបុគ្គលនិងការរំដោះជាតិលោកត្រូវបានគេព្យួរការសិក្សានៅសាកលវិទ្យាល័យដោយសារតែចូលរួមនៅក្នុងពហិការប្រឆាំងការតវ៉ាមួយក្រោយមកគាត់ក៏បានធ្វើដំណើរទៅទីក្រុង Johannesburg ហើយនៅទីនោះគាត់បានរៀនចាប់ថ្នាក់បរិញ្ញាបត្រតាមរយៈការសិក្សាដោយបញ្ជូនមេរៀនតាមសម្បត្តិលោកបានឈានចូលនៅក្នុងនយោបាយជាមួយនឹងការតាំងចិត្តដ៏មុតមុតបំផុតខណៈដែលគាត់កំពុងតែសិក្សានៅប្រទេស Johannesburg ដោយសុំចូលជាសមាជិកគណៈបកសមាជាតិអាហ្វ្រិកនៅឆ្នាំ1942ដោយរត់គេចពីអាណាព្យាបាលរបស់គាត់ដើម្បីបញ្ជាការរៀបអាពាហ៍ពិពាហ៍តាមរបៀបបង្ខំលោកបានទៅចូលធ្វើការនៅក្រុមហ៊ុនច្បាប់មួយទៀតនៅទីក្រុង Johannesburg នៅក្នុងនាមជាអ្នកវឹកហាត់ធ្វើការម្នាក់ការប្រឡូកប្រចាំថ្ងៃអស់រយៈពេលរាប់ឆ្នាំនៅក្នុងភាពអមនុស្សធម៌នៃរបបប្រកាន់ពូជសាសន៍បានញ៉ាំងឲ្យគាត់ដុសចេញនៅសេចក្តីក្លាហានមិនសមនឹងទំនងមួយដើម្បីធ្វើការផ្លាស់ប្ដូរពិភពលោកមានន័យថាដោយលះបង់ជីវិតដ៏សុខស្រួលនៅឯជនបទលោកបានស៊ូទ្រាំរងទុក្ខវេទនានិងលះបង់គ្រប់យ៉ាងជាមួយនឹងក្តីសង្ឃឹមទទួលបានជោគជ័យដ៏តិចតួចនៅក្នុងប្រទេសមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងអាណានិគមរាប់សតវត្សរ៍ហើយអំណាចនយោបាយនិងយោធាលទ្ធភាពទទួលបានការអប់រំព្រមទាំងធនធានរបស់ប្រទេសភាគច្រើនគឺស្ថិតនៅក្នុងកណ្ដាប់ដៃនៃពួកជនជាតិភាគតិចស្បែកសទាំងអស់លក្ខខណ្ឌជាក់ស្ដែងសម្រាប់ការបង្កើតបដិវត្តន៍ជោគជ័យមួយតែគ្មានទាល់តែសោះដោយសារតែមហាជនជាអ្នកក្រីក្រត្រូវបានគេធ្វើឲ្យបាក់ផ្លុកខ្លាចស្លូតអស់ទឹកដីភូមិសាស្ត្ររបស់ប្រទេសបានរំខានដោយការទំនាក់ទំនងនិងចរាចរណ៍ឯទស្សនវិស័យនៃសង្គ្រាមជាតិសាសន៍មិនគ្រាន់តែមិនប្រកបនិយមប៉ុណ្ណោះទេតែថែមទាំងគួរឲ្យខ្លាចណាស់ថែមទៀតក្នុងបរិយាកាសសម័យនោះ Mandela បានជ្រើសរើសយកភាពអហិង្សាធ្វើជាយុទ្ធសាស្ត្រលោកបានចូលរួមក្នុងសម្ព័ន្ធយុវជនរបស់គណៈបកសមាជិកអាហ្វ្រិកហើយបានចាប់ចូលប្រឡូកនៅក្នុងកម្មវិធីប្រឆាំងដោយអហិង្សាទល់នឹងច្បាប់ដែលបង្ខំឲ្យជនជាតិស្បែកខ្មៅកាន់លិខិតអនុញ្ញាតនិងចាត់ទុកពួកគេនៅក្នុងឋានៈជាបាវបម្រើនៅពេល ANC បានចាប់ផ្ដើមយុទ្ធនាការមិនគោរពច្បាប់ដែលគ្មានសមត្ថភាពនៅឆ្នាំ1952 Mandela បានត្រូវជ្រើសតាំងជាប្រធានផ្នែកអ្នកស្ម័គ្រចិត្តជាតិសម្រាប់យុទ្ធនាការនេះ